សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ស្រមោលដំណើររឿងខ្មោចជួបគ្នាសាជាថ្មីសម្រាប់រឿងរ៉ាវនៅយប់នេះគឺជារឿងរ៉ាវរបស់បងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងវុតដែលបងវុតគាត់បានទៅជួបរឿងរ៉ាវដ៏រន្ធត់មួយនៅពេលដែលគាត់មានអាយុខ្ទង់17ឆ្នាំហើយមូលហេតុដែលគាត់ជួបរឿងរ៉ាវមួយហ្នឹងគឺដោយសារតែវាបានកើតឡើងទៅលើមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលមិត្តភ័ក្តិរបស់គាត់ម្នាក់ហ្នឹងរស់នៅជាប់ផ្ទះរបស់គាត់ដែរអញ្ចឹងណាហើយបងប្រុសម្នាក់ហ្នឹងគាត់មានឈ្មោះថាបងភាប៉ុន្តែរឿងរ៉ាវដែលបងវុតគាត់បានជួបហ្នឹងវាមិនមែនត្រឹមតែពាក់ព័ន្ធជាមួយនឹងអមនុស្សទេអ្នកទាំងអស់គ្នាគឺវាពាក់ព័ន្ធជាមួយនឹងផ្លូវងងឹតអីទៀតអញ្ចឹងណាព្រោះមានការដាក់ស្នេហ៍ដាក់អំពើអីអញ្ចឹងទៅអញ្ចឹងចង់ដឹងថាបងវុតគាត់បានជួបរឿងរ៉ាវអីខ្លះនៅក្នុងសាច់រឿងមួយហ្នឹងតោះចូលទៅស្ដាប់សាច់រឿងពេញជាមួយខ្ញុំទាំងអស់គ្នាប៉ុន្តែដោយតែរាល់ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់សាច់រឿងមួយនេះនៅពេលយប់ហើយចង់ឲ្យបរិយាកាសហ្នឹងវាកាន់តែគួរឲ្យខ្លាចអញ្ចឹង admin ក៏ចង់ណែនាំដល់អ្នកទាំងអស់គ្នាឲ្យបិទភ្លើងបន្ទាប់មកសូមស្ដាប់ខ្ញុំដំណើរដោយយកចិត្តទុកដាក់រួចហើយព្យាយាមសម័យទៅតាមសាច់រឿងមួយហ្នឹងរឿងរ៉ាវមួយនេះគឺបានកើតឡើងកាលពី20ឆ្នាំមុនបើនិយាយទៅកាលពីបងវុតហើយនិងបងភាពួកគាត់នៅវ័យជំទង់មកម្លេះដែលកាលហ្នឹងបងវុតគាត់មានអាយុ17ឆ្នាំហើយបងភាគាត់មានអាយុ19ឆ្នាំអញ្ចឹងមានន័យថាបងវុតគាត់ប្អូនបងភា2ឆ្នាំបងវុតគាត់បាននិយាយថាផ្ទះរបស់គាត់ជាមួយផ្ទះរបស់បងភាហ្នឹងគឺនៅទល់មុខគ្នានិយាយទៅរំលងតែផ្លូវដើរមួយទេអ្នកទាំងអស់គ្នាហើយនៅក្នុងភូមិដែលគាត់រស់នៅកាលហ្នឹងគឺជាភូមិដាច់ស្រយាលខ្លាំងអញ្ចឹងណាអញ្ចឹងវាអត់ទាន់មានភ្លើងមានអីទេហើយសូម្បីតែអាគុយហ្នឹងក៏អត់ទាន់មានប្រើដែរនៅតាមផ្ទះក្នុងភូមិគឺគេប្រើជាគៀងអ្នកទាំងអស់គ្នាបងវុតគាត់ថាបងភាហ្នឹងគាត់គឺជាមនុស្សដែលមានកាយសម្បទាមិនធម្មតាម្នាក់គាត់មិនមែនឈួតទេអ្នកទាំងអស់គ្នាគ្រាន់តែគាត់របៀបកងងដៃកងងជើងអញ្ចឹងណាប៉ុន្តែសូមបញ្ជាក់ថាគាត់មិនមែនកងងដល់ថ្នាក់ដើរអត់កើតទេគឺគាត់ដើរបានធម្មតាគ្រាន់តែវាមិនសូវជាល្អដូចគេអីអញ្ចឹងទៅហើយបើនិយាយពីស្មារតីរបស់គាត់វិញគឺដូចគេដូចឯងអញ្ចឹងអ្នកទាំងអស់គ្នាគាត់និយាយដឹងខុសដឹងត្រូវចេះសើចចេះខឹងចេះស្រឡាញ់ដូចតែគេដូចតែឯងធម្មតាអញ្ចឹងប៉ុន្តែដោយសារតែបងភាគាត់ពិការអញ្ចឹងពេលហ្នឹងគាត់រៀនបានត្រឹមតែថ្នាក់ទី9ទេដល់តែពេលចប់ថ្នាក់ទី9បងភាគាត់ក៏ឈប់រៀនទៅហើយមូលហេតុដែលគាត់ឈប់រៀនហ្នឹងគឺគាត់ខ្មាស់គេអ្នកទាំងអស់គ្នាដោយសារតែពេលឡើងទៅដល់វិទ្យាល័យវាមិនមែនមានតែអ្នកស្រុកភូមិរបស់គាត់អញ្ចឹងណាគឺមានអ្នកភូមិផ្សេងអ្នកឃុំផ្សេងគេមករៀនដែរអីអញ្ចឹងទៅហើយណាមួយសាលាវិទ្យាល័យហ្នឹងវានៅឆ្ងាយពីភូមិរបស់គាត់ទៀតអូខេខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចថាបងភាគាត់គឺជាកូនទោលហើយគាត់កំព្រាឪពុកតាំងពីក្មេងមកម្លេះរាល់ថ្ងៃគឺគាត់រស់នៅជាមួយនឹងម៉ែរបស់គាត់តែ2នាក់ទេហើយចំណែកបងវុតវិញនៅពេលដែលគាត់ឃើញបងភាគាត់ឈប់រៀនអញ្ចឹងក្នុងនាមគាត់ជាមិត្តភ័ក្តិជាមួយគ្នាគាត់ក៏បាននិយាយណែនាំបងភាកុំឲ្យគាត់ឈប់រៀនដែរដោយគាត់និយាយលើកហេតុផលចេះមួយចេះពីរអីអញ្ចឹងទៅប៉ុន្តែទោះបីជាបងវុតគាត់លើកហេតុផលនិយាយយ៉ាងម៉េចក៏ដោយក៏បងភាគាត់អត់ស្ដាប់ដែរគឺគាត់សម្រេចចិត្តថាឈប់រៀនត្រឹមថ្នាក់ទី9នឹងតែម្ដងអញ្ចឹងរហូតដល់មានថ្ងៃមួយនៅពេលដែលបងវុតគាត់កំពុងតែអង្គុយលេងនៅខាងក្រោមផ្ទះរបស់គាត់ហ្នឹងស្រាប់តែបងភាហ្នឹងបានដើរមករកគាត់ហើយពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងភាគាត់ពឹងឲ្យបងវុតធ្វើអីអត់គឺគាត់បានប្រាប់បងវុតថាវុតអញពឹងឯងជួយសរសេរសម្បត្តិស្នេហាឲ្យតិចមើលអូខេកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចទៀតបើទោះបីជាបងភាគាត់មានអាយុបងវុត2ឆ្នាំមែនប៉ុន្តែពួកគាត់លេងជាមួយគ្នាតាំងពីតូចអញ្ចឹងណាអញ្ចឹងពួកគាត់របៀបថាស្និទ្ធស្នាលគ្នាហៅគ្នាអញហែងអីចឹងទៅអញ្ចឹងពេលដែលបានឮបងភាគាត់និយាយអញ្ចឹងពេលហ្នឹងបងវុតគាត់របៀបឆ្ងល់ដែរអញ្ចឹងណាព្រោះតាំងពីដើមមកបងភាគាត់អត់ដែរមានចាប់អារម្មណ៍ទៅលើរឿងស្នេហាអីអស់ហ្នឹងទេស្រាប់តែថ្ងៃហ្នឹងមកពឹងឲ្យគាត់សរសេរសម្បត្តិស្នេហាឲ្យអញ្ចឹងបងវុតគាត់ក៏សួរទៅវិញរបៀបភ្ញាក់ផ្អើលថាចុំឥឡូវចេះមានស្នេហាទៀតហើយសរសេរឲ្យពីណាគេមិនសរសេរខ្លួនឯងទៅអញ្ចឹងបន្ទាប់ពីឮបងវុតគាត់សួរអញ្ចឹងហើយពេលនោះបងភាគាត់ក៏បានប្រាប់មកបងវុតវិញថាគឺគាត់សរសេរសម្បត្តិទៅឲ្យមនុស្សស្រីម្នាក់ហើយមនុស្សស្រីម្នាក់ហ្នឹងនាងមានឈ្មោះថាសិលាបន្ទាប់មកគាត់ក៏បាននិយាយទៀតថាមកពីអក្សរអញអត់ស្អាតទើបអញមកពឹងឯងឲ្យសរសេរឲ្យហ្នឹងអញ្ចឹងពេលបងវុតគាត់ឮថាមនុស្សស្រីម្នាក់ហ្នឹងឈ្មោះសិលាអញ្ចឹងបងវុតគាត់ភ្ញាក់ផ្អើលមែនតើគាត់ថាចុំសិលាណាសិលានៅភូមិជាប់យើងហ្នឹងមែនពេលនោះបងភាគាត់ក៏ឆ្លើយមកវិញថាសិលាហ្នឹងហើយមានសិលាណាទៀតបងវុតគាត់ថាសិលាហ្នឹងណាអ្នកទាំងអស់គ្នាដឹងថាមិនអត់នាងគឺជាស្រីស្អាតប្រចាំភូមិរបស់នាងហ្នឹងហ្មងអាភូមិដែលនាងរស់នៅហ្នឹងណា
ពួកបងវត្តហើយនឹងបងភៀគាត់រស់នៅភូមិផ្សេងហើយសិលាហ្នឹងគឺនាងរស់នៅភូមិផ្សេងមួយទៀតគាត់តែវានៅក្នុងឃុំនៅក្នុងស្រុកជាមួយគ្នាដែរអីចឹងទៅហើយពេលហ្នឹងបងវត្តគាត់ក៏អត់ដឹងថាបងភៀគាត់បានទៅជួបសិលារបៀបម៉េចអីរបៀបម៉េចដែរអញ្ចឹងបន្ទាប់មកបងវត្តគាត់ខ្ជិលសួរដេញដោលច្រើនគាត់ក៏យល់ព្រមសរសេរសម្បត្តិតាមដែលបងភៀគាត់និយាយប្រាប់អីចឹងទៅហើយបងភៀវិញគាត់មិនមែនត្រឹមតែឲ្យបងវត្តសរសេរសម្បត្តិឲ្យទេអ្នកទាំងអស់គ្នាគឺគាត់ថែមទាំងប្រើឲ្យបងភៀយកអាសម្បត្តិដែលគាត់សរសេរហ្នឹងទៅឲ្យសិលានឹងទៀតប៉ុន្តែពីដំបូងបងវត្តគាត់ប្រកែកដែរគាត់ថាគាត់អត់ហ៊ានទៅទេព្រោះគាត់ខ្លាចសិលានឹងអត់ទទួលអញ្ចឹងណាគាត់ខ្លាចខ្មាស់គេអីអញ្ចឹងទៅប៉ុន្តែដោយសារតែបងភៀគាត់អង្វរខ្លាំងពេកទៅពេលហ្នឹងបងវត្តគាត់ក៏យល់ព្រមយកទៅឲ្យនាងហើយអាពេលដែលគាត់យកសម្បត្តិទៅឲ្យសិលាហ្នឹងណាគឺគាត់មិនមែនយកទៅឲ្យនៅផ្ទះរបស់នាងទេអ្នកទាំងអស់គ្នាគឺគាត់យកទៅឲ្យនាងនៅឯសាលារៀនដោយសារតែបងវត្តហើយនឹងសិលាពួកគាត់រៀននៅសាលាជាមួយគ្នាដែរគ្រាន់តែថ្នាក់ខុសគ្នាអីអញ្ចឹងទៅអញ្ចឹងដល់ទៅពេលស្អែកឡើងពេលដែលបងវត្តគាត់ទៅរៀនគឺគាត់បានយកអាសម្បត្តិដែលគាត់សរសេរឲ្យបងភៀហ្នឹងទៅឲ្យសិលាហើយគាត់ក៏បានប្រាប់សិលាថាមានមិត្តភក្តិរបស់គាត់ម្នាក់ផ្ញើមកឲ្យអីចឹងទៅហើយពេលហ្នឹងសិលានាងក៏ទទួលយកដែរអ្នកនរគ្នាតែពិតសិលាហ្នឹងណាថ្មីត្បិតតែនាងគឺជាស្រីស្អាតប្រចាំភូមិម្នាក់មែនប៉ុន្តែនាងមិនមែនស្អាតតែរូបសម្បត្តិទេគឺនាងស្អាតមកចប់ទាំងរូបសម្បត្តិទាំងចរិតរឹកពីនាងអត់ចេះឆ្មើងឆ្មៃឬមួយក៏វារឹកអីទេនាងរុះរាយនាងរាក់ទាក់និយាយទៅលក្ខណៈថាល្អមែនតើអញ្ចឹងបន្ទាប់ពីសិលាទទួលសម្បត្តិពីគាត់ហើយបងវត្តគាត់ក៏ដើរទៅថ្នាក់របស់គាត់វិញទៅដល់ទៅពេលដែលបងវត្តគាត់មកដល់ផ្ទះវិញនេះគាត់ក៏និយាយប្រាប់បងភៀថាគាត់បានយកសម្បត្តិឲ្យនាងហើយប្រាប់នាងថាមិត្តភក្តិរបស់គាត់ផ្ញើមកអីចឹងទៅហើយពេលនោះគាត់ឃើញបងភៀសប្បាយចិត្តមែនតើអ្នកទាំងអស់គ្នាចុះធម្មតាទេអ្នកទាំងអស់គ្នាក្រាស់ព្រមទទួលសម្បត្តិនៅកាលហ្នឹងណាវាមិនខុសអីពីគេឲ្យលេខ Telegram ឬមួយក៏ Facebook នៅឥឡូវហ្នឹងទេអញ្ចឹងបន្ទាប់ពីនឹងមកប្រហែលជាម៉ោង 5 ល្ងាចអ្នកទាំងអស់គ្នាពេលនោះបងវត្តគាត់កំពុងតែអង្គុយលេងនៅខាងក្នុងផ្ទះស្រាប់តែគាត់ឮសលេងស្រែកជេរនៅខាងមុខផ្ទះរបស់គាត់លងហើយពេលនោះបងវត្តគាត់ស្មានតែមានរឿងអីគាត់ក៏ចេញមកមើលអញ្ចឹងនៅពេលដែលគាត់ចេញមកមើលហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងវត្តគាត់បានឃើញអីអត់គឺគាត់បានឃើញមនុស្សស្រីរាងចំណាស់ម្នាក់មកឈរច្រត់ចង្កេះនៅខាងមុខផ្ទះបងភៀហ្នឹងមកបន្ទាប់មកមនុស្សស្រីចំណាស់ម្នាក់ហ្នឹងគាត់បានស្រែកជេរបងភៀគាត់ឌឺបងភៀហ្នឹងសុទ្ធតែអាកង្ងែងអាកងងចង់មកស៊ីសាច់កងានអីណានិយាយទៅគឺថាគាត់ជេរបងភៀអាក្រក់មែនតើពីដំបូងបងវត្តគាត់អត់ដឹងថាអ៊ំស្រីរាងចំណាស់ម្នាក់ហ្នឹងគាត់ជាពីណាគេទេប៉ុន្តែក្រោយមកទើបគាត់ដឹងថាការពិតអ៊ំស្រីរាងចំណាស់ដែលមកឈរជេរបងភៀហ្នឹងគឺគាត់ជាម៉ែរបស់សិលានឹងឯងហើយអញ្ចឹងសួរថាម៉េចបានគាត់ស្គាល់បងភៀបើគាត់រស់នៅភូមិផ្សេងគ្នាសោះហ្នឹងគឺគាត់បានឃើញអាសម្បត្តិដែលបងវត្តយកទៅឲ្យសិលានឹងណាអ្នកទាំងអស់គ្នាហើយធម្មតានៅក្នុងសម្បត្តិពេលសរសេរចប់គេមិនត្រូវដាក់ឈ្មោះអ្នកផ្ញើហើយនឹងអ្នកទទួលមែនទេហើយចុះបើសួរទៀតថាម៉េចបានគាត់ដឹងថាជាបងភៀម្នាក់ហ្នឹងព្រោះនៅក្នុងភូមិមានឈ្មោះភៀច្រើនសឹងអីហ្នឹងគឺដោយសារតែគាត់បានឃើញឈ្មោះអ្នកផ្ញើទៅឲ្យហ្នឹងសរសេរថាពីមនុស្សដែលមានកាយសម្បទាមិនល្អម្នាក់ឈ្មោះភៀអីចឹងទៅអញ្ចឹងបន្ទាប់ពីអ៊ំស្រីម៉ែរបស់ស្រីលក្ខហ្នឹងគាត់ជេរបងភៀអស់ចិត្តអស់ចង់ហើយពេលហ្នឹងប្រហែលជា15នាទីអីដែរអ្នកទាំងអស់គ្នាបន្ទាប់មកគាត់ក៏ដើរត្រឡប់ទៅផ្ទះរបស់គាត់វិញទៅហើយពេលហ្នឹងរបៀបថាតន់ហន់អញ្ចឹងណាអ្នកទាំងអស់គ្នាគាត់មកដល់គាត់ជេររាវក៏ដើរទៅផ្ទះរបស់គាត់វិញទៅសូម្បីតែម៉ែបងភៀហ្នឹងគាត់ក៏អត់ដឹងថាមានរឿងអីដែរស្រាប់តែមកជេរយកអញ្ចឹងពេលហ្នឹងគាត់របៀបភាំងដែរអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីម៉ែសិលាគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញបាត់ទៅចំណែកអ្នកភូមិដែលគេផ្អើលចេញមកឈរមើលហ្នឹងគេក៏ត្រឡប់ចូលផ្ទះរបស់គេរៀងខ្លួនដែរអីចឹងទៅរីឯបងវត្តវិញពេលហ្នឹងគាត់ឃើញបងភៀរបៀបថាអស់សង្ឃឹមដូចបាក់ទឹកចិត្តចឹងណាព្រោះណាមួយខ្មាស់គេផងណាមួយអាស្រឡាញ់គេហើយម៉ាឪគេអត់ពេញចិត្តផងអញ្ចឹងនៅពេលដែលគាត់ឃើញបងភៀគាត់ពិបាកចិត្តអញ្ចឹងពេលហ្នឹងបងវត្តគាត់ក៏ដើរទៅនិយាយរបៀបលួងលោមបងភៀហ្នឹងកុំឲ្យគាត់ពិបាកចិត្តអីចឹងទៅដល់ពេលហ្នឹងគាត់បាននិយាយថាអាភៀអើយឯងកុំពិបាកចិត្តអីមិននៅលើលោកហ្នឹងមានស្រីស្អាតតែម្នាក់ហ្នឹងណាខ្វះអីស្រីស្អាតមកកកោកឯងទៅរកពីណាគេដែលស្រឡាញ់ឯងជាឯងអីចឹងទៅប៉ុន្តែនៅពេលដែលបងវត្តគាត់និយាយចឹងពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងភៀគាត់និយាយមកវិញថាមិនអត់គឺគាត់បានក្តាប់ដៃឡើងណែនរួចហើយគាត់និយាយថាចាំមើលអញនឹងយកកូនគាត់មកធ្វើប្រពន្ធអញឲ្យបានឯងចាំមើលហើយបងវត្តនៅពេលដែលគាត់លើបងភៀនិយាយអញ្ចឹងពេលហ្នឹងគាត់ក៏អត់សូវជាចាប់អារម្មណ៍អីណាប្រហែលដែរអ្នកទាំងអស់គ្នាដោយសារតែគាត់គិតថាបងភៀហ្នឹងកំពុងខឹងអញ្ចឹងណាអញ្ចឹងគាត់ចេះតែនិយាយរំសាយកំហឹងរបស់គាត់អីចឹងទៅបន្ទាប់មករឿងរ៉ាវដែលកើតឡើងទាំងប្រហែលហ្នឹងក៏ស្ងាត់ទៅវិញទៅរហូតដល់ប្រហែលជាមួយខែក្រោយនេះពេលហ្នឹងបងវត្តគាត់កំពុងតែដេកលេងនៅលើរណ្ដឹងខាងក្រោមផ្ទះរបស់គាត់ស្រាប់តែបងភៀហ្នឹងមិនដឹងជាគាត់ដើរមកពីណាមកពេលគាត់ដើរមកដល់គាត់ក៏និយាយថាអាវុធអញធ្វើបានហើយវើយពេលបងវត្តគាត់លឺអញ្ចឹង
ពេលនោះគាត់ឆ្ងល់មែនតើអ្នកទាំងអស់គ្នាចុះធម្មតាកំពុងតែដេកសុកស្រាប់តែគេមកនិយាយប្រាប់អត់មានក្បាលមានកន្ទុយអញ្ចឹងណាគេមិនឆ្ងល់មែនទេពេលនោះគាត់ឆ្ងល់ថាចុំបានអីគេប៉ុន្តែគាត់គ្រាន់តែឆ្ងល់ក្នុងចិត្តទេណាគាត់អត់មានបានទៅសួរនាំបងភាវិញទេហើយគាត់ក៏មិនសូវជាចាប់អារម្មណ៍អីប្រហែលដែរអញ្ចឹងពេលដែលបងភាគាត់និយាយរួចគាត់ក៏ដើរទៅផ្ទះរបស់គាត់បាត់ទៅស្រាប់តែពេលល្ងាចឡើងប្រហែលជាម៉ោង 5:06 អ្នកទាំងអស់គ្នាពេលហ្នឹងវារៀងល្ងឹតដែរហើយគឺបងពុតគាត់ភ្ញាក់ផ្អើលមែនតើអ្នកទាំងអស់គ្នាដឹងថាមិនអត់ដោយសារតែពេលហ្នឹងគឺគាត់បានឃើញសិលាក់ហ្នឹងណានាងមករកបងភាហើយនៅក្នុងដៃរបស់នាងមានកាន់កាបូបមួយអ្នកទាំងអស់គ្នាប្រហែលជាស្គាល់កាបូបហ្នឹងហើយអាកាបូបរបៀបដូចកាបូបកស៊ូណាប៉ុន្តែគាត់អត់ដឹងថានៅក្នុងកាបូបហ្នឹងមានអីគេទេអញ្ចឹងបន្ទាប់ពីឃើញសិលាក់នាងដើរចូលទៅក្នុងផ្ទះបងភាហ្នឹងហើយបងវុតគាត់ក៏នៅឈរមើលរបៀបឆ្ងល់អីអញ្ចឹងទៅស្រាប់តែអត់ទាន់បានមួយនាទីស្រួលបួលផងគឺគាត់បានឃើញម៉ែសិលាក់ហ្នឹងដើរមកតាមពីក្រោយហើយស្រែកឲ្យសិលាក់ហ្នឹងនាងត្រឡប់ទៅផ្ទះវិញប៉ុន្តែពេលហ្នឹងសិលាក់នាងប្រកែកថាអត់ព្រមទៅទេអ្នកទាំងអស់គ្នាគឺនាងបាននិយាយថានាងចង់រស់នៅជាមួយបងភានៅហ្នឹងបន្ទាប់មកសិលាក់ហើយនឹងម៉ែរបស់នាងពេលហ្នឹងគឺឆ្លោះគ្នាខ្លាំងមែនតើប៉ុន្តែដោយសារតែសិលាក់គាត់អត់ព្រមទៅវិញហើយម៉ែរបស់នាងក៏អត់ដឹងថាទាញកូនទៅអាម៉េចគាត់ក៏ត្រឡប់ទៅផ្ទះរបស់គាត់ម្នាក់ឯងវិញទៅប៉ុន្តែមុននឹងគាត់ទៅវិញគឺគាត់បាននិយាយដាក់បងភាថាអញនឹងយកកូនអញទៅវិញឲ្យបានបន្ទាប់មកគាត់ក៏ត្រឡប់ទៅផ្ទះរបស់គាត់វិញទៅនៅពេលដែលបងវុតគាត់ឃើញហេតុការណ៍បែបហ្នឹងពេលហ្នឹងបងវុតគាត់គិតថាបងភាប្រហែលជាធ្វើរឿងអីមួយហើយមើលទៅព្រោះវាមិនដែលមានអាណាមនុស្សស្រីស្អាតប្រចាំភូមិម្នាក់ស្រាប់តែមកស្រឡាញ់មនុស្សពិការដើរមិនចង់ត្រង់ផ្លូវផងវាដូចជាអត់សមមែនទេដោយពេលហ្នឹងបងវុតគាត់គិតថាប្រហែលជាបងភាហ្នឹងគាត់បានទៅរកគ្រូដាក់ស្នាយទៅលើសិលាក់អីហើយមើលទៅព្រោះមុនហ្នឹងគាត់មិនឮបងភានិយាយថាអញធ្វើបានហើយវើយអញ្ចឹងបន្ទាប់ពីនឹងមកបានប្រហែលជាមួយអាទិត្យពេលហ្នឹងបងវុតហើយនឹងបងភាពួកគាត់អត់សូវបានជួបគ្នាទេដោយសារតែបងវុតគាត់រវល់រៀនសូត្ររបស់គាត់អីអញ្ចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាដឹងថាមិនអត់នៅអំឡុងពេលដែលសិលាក់នាងមករស់នៅជាមួយបងភាហ្នឹងកាលពីមុននាងមិនជាមនុស្សស្រីស្អាតម្នាក់ប្រចាំភូមិរបស់នាងមែនទេប៉ុន្តែនៅពេលដែលនាងមករស់នៅជាមួយបងភាហ្នឹងនាងប្រែទៅជាស្គមខ្មៅហើយមើលទៅរបៀបថាដូចមនុស្សឈឺអញ្ចឹងណាអ្នកទាំងអស់គ្នាគឺថាខុសគ្នាពីនាងនៅកាលមុនឆ្ងាយមែនតើបន្ទាប់មកទើបគាត់ដឹងថាការពិតសិលាក់គឺនាងឈឺអ្នកទាំងអស់គ្នាហើយជំងឺរបស់នាងហ្នឹងណាគឺអត់មានពីណាគេដឹងថានាងឈឺអីទេពេលហ្នឹងម៉ែបងភាក៏បាននាំនាងទៅពេទ្យដែរប៉ុន្តែនៅពេលដែលគ្រូពេទ្យគេពិនិត្យមើលទៅគឺពេទ្យគេប្រាប់ថានាងអត់មានឈឺអីទេគាត់ថានាងប្រហែលជាមានបញ្ហាផ្លូវចិត្តអីចឹងទៅអញ្ចឹងបន្ទាប់ពីដឹងថាសិលាក់នាងឈឺពេលហ្នឹងម៉ែរបស់នាងក៏បានមកយកសិលាក់ទៅផ្ទះវិញដើម្បីព្យាបាលអីចឹងណាចុះធម្មតាចិត្តជាម្ដាយណាអ្នកទាំងអស់គ្នាទោះបីជាខឹងកូនខ្លាំងប៉ុណ្ណាក៏អត់ដាច់ចិត្តទុកកូនឲ្យឈឺស្លាប់ដែរមែនទេដោយគាត់បានយកនាងទៅមើលដល់មន្ទីរពេទ្យស្រុកផងមន្ទីរពេទ្យខេត្តផងគឺគាត់យកទៅមើលគ្រប់កន្លែងអស់ហើយអ្នកទាំងអស់គ្នាប៉ុន្តែដោយតែមុនអញ្ចឹងនៅពេលដែលពេទ្យគេពិនិត្យមើលទៅគឺគេបានប្រាប់ថានាងអត់មានឈឺអីទេរហូតដល់ចុងក្រោយគេដោយសារតែអស់ជំនឿខាងមន្ទីរពេទ្យទើបម៉ែរបស់នាងបានយកនាងទៅរកគ្រូខ្មែរឲ្យមើលម្ដងអញ្ចឹងដល់ទៅពេលដែលយកនាងទៅរកគ្រូខ្មែរឲ្យមើលនេះទើបពេលហ្នឹងការពិតត្រូវបានលាតត្រដាងថាអាមូលហេតុដែលសិលាក់នាងឈឺហ្នឹងណាគឺនាងត្រូវបានគេដាក់អំពើស្នេហ៍អ្នកទាំងអស់គ្នាហើយអ្នកដែលដាក់អំពើស្នេហ៍ទៅលើនាងហ្នឹងបងវុតគាត់គិតថាគ្មានពីណាគេក្រៅពីបងភាហ្នឹងទេអញ្ចឹងបន្ទាប់ពីនឹងមកបានប្រហែលជាមួយខែអ្នកទាំងអស់គ្នាការពិតពីដំបូងបងវុតគាត់ក៏ចេះតែឆ្ងល់ដែរគាត់ឆ្ងល់ថាហេតុអីបានជាអត់ដែរឃើញសិលាក់ហ្នឹងនាងទៅរៀនប៉ុន្តែគាត់គ្រាន់តែឆ្ងល់ធម្មតាទេអ្នកទាំងអស់គ្នាដោយសារតែគាត់គិតថាប្រហែលជាសិលាក់ហ្នឹងនាងឈឺអញ្ចឹងណាទើបសុំច្បាប់សម្រាប់រៀងយូរអីអញ្ចឹងទៅប៉ុន្តែស្រាប់តែមានថ្ងៃមួយបងវុតគាត់បានឮសំឡេងមីក្រូប៉ុនចេញពីភូមិដែលសិលាក់នាងរស់នៅហ្នឹងហើយពេលហ្នឹងគាត់ក៏អត់ទាន់ចាប់អារម្មណ៍អីខ្លាំងដែរអញ្ចឹងដល់ទៅពេលដែលគាត់ទៅរៀននេះនាយកសាលាហ្នឹងក៏បានមករៃអង្គាសលុយតាមថ្នាក់អញ្ចឹងណាហើយអាមូលហេតុដែលគាត់មករៃអង្គាសលុយហ្នឹងគឺគាត់បានប្រាប់ថាយកទៅចូលបន់សពរបស់សិលាក់ហ្នឹងឯងពេលហ្នឹងបងវុតគាត់ភ្ញាក់ផ្អើលមែនតើព្រោះឃើញស្ងាត់ជាងមួយខែហើយស្មានតែជាពីជំងឺវិញអញ្ចឹងណាតែមានណាទៅជាឈឺធ្ងន់រហូតដល់ស្លាប់បាត់ទៅអញ្ចឹងពេលដែលបងវុតគាត់មកដល់ផ្ទះវិញគាត់ក៏បានយករឿងរ៉ាវមួយហ្នឹងទៅប្រាប់បងភាពេលហ្នឹងគាត់សួរបងភាថាអាភាហើយដឹងថាសិលាក់នាងស្លាប់អត់ហើយបងភាគាត់ក៏ឆ្លើយមកវិញថាអញដឹងតើបន្ទាប់មកបងវុតគាត់ក៏សួរទៅទៀតថាចុះឯងអត់ទៅបន់សពនាងទេអីអញ្ចឹងពេលហ្នឹងបងភាគាត់ក៏ឆ្លើយមកវិញថាឯងឲ្យអញទៅមិនហ៎ហើយគាត់ថាពុកម៉ែរបស់នាងឲ្យអញចូលទៅក្នុងរោងបន់ដែរអីអញ្ចឹងបន្ទាប់ពីនិយាយគ្នាហើយបងវុតគាត់ក៏មកផ្ទះរបស់គាត់វិញទៅរហូតដល់ប្រហែលជាកន្លះខែក្រោយទៀតស្រាប់តែមានថ្ងៃមួយហ្នឹងបងភាគាត់ឈឺ
តែគាត់មិនមែនឈឺធ្ងន់ធ្ងរទេអ្នកទាំងអស់គ្នាគាត់គ្រាន់តែរៀងក្តៅខ្លួនហើយឈឺក្បាលតិចតួចអញ្ចឹងណាហើយម៉ែរបស់គាត់ឃើញបងភាឈឺអញ្ចឹងគាត់គិតថាបងភានឹងប្រហែលជាផ្ដាសាយអីធម្មតាទេអញ្ចឹងគាត់ក៏ទៅផ្សំថ្នាំនៅផ្ទះពេទ្យក្នុងភូមិឲ្យបងភាលេបធម្មតាអីអញ្ចឹងទៅប៉ុន្តែដល់តែពាក់កណ្ដាលយប់នេះបងវុតគាត់ថាស្រាប់តែម៉ែបងភានឹងមកស្រែកហៅគាត់ទាំងកណ្ដាលយប់ហើយអាមូលហេតុដែលគាត់មកស្រែកហៅទាំងកណ្ដាលយប់ហ្នឹងគឺគាត់ចង់ពឹងឲ្យបងវុតទៅជួយមើលបងភាដោយសារតែបងភាគាត់ក្តៅខ្លួនខ្លាំងហើយចំណែកឯគាត់វិញគឺគាត់ទៅតាមពេទ្យឲ្យមកមើលបងភាអញ្ចឹងណាអញ្ចឹងនៅពេលដែលបងវុតគាត់មកមើលបងភាហ្នឹងពេលហ្នឹងគាត់បានទៅអង្គុយមើលធម្មតាទេដល់តែពេលគ្រូពេទ្យមកដល់គេក៏បានចាក់ថ្នាំដាក់សេរ៉ូមឲ្យបងភាអីអញ្ចឹងទៅហើយបន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំដាក់សេរ៉ូមអីរួចអស់ហើយបងភាគាត់ក៏សង្ងំដេកទៅបន្ទាប់មកម៉ែបងភាគាត់ក៏បានជូនគ្រូពេទ្យទៅផ្ទះរបស់គាត់វិញអញ្ចឹងនៅអំឡុងពេលដែលម៉ែបងភាគាត់ជូនពេទ្យទៅផ្ទះវិញហ្នឹងពេលហ្នឹងបងភាគាត់ងងុយដេកពេកគាត់ក៏ទៅដេកនៅលើក្តារក្រែក្បាលក្រែដែលបងភាគាត់ដេកហ្នឹងណាប៉ុន្តែវាមិនមែនចិត្តពេកទេអ្នកទាំងអស់គ្នាគឺពីកន្លែងដែលបងវុតគាត់ដេកមកកន្លែងក្រែបងភាវាឃ្លាតពីគ្នាប្រហែលជា 5-6 ម៉ែត្រអីដែរបងវុតគាត់ថាពេលហ្នឹងគាត់ក៏សង្ងំដេកនៅកន្លែងហ្នឹងទៅបន្ទាប់មកអាពេលដែលគាត់កំពុងតែសង្ងំដេកហ្នឹងចុះធម្មតាយើងដេកភ្លាមមិនមែនលក់ភ្លាមណាអ្នកទាំងអស់គ្នាស្រាប់តែគាត់បានឮសលេងសម្រាប់ជើងមនុស្សដើរនៅខាងលើផ្ទះហ្នឹងតែពិតពីដំបូងបងវុតគាត់ស្មានតែម៉ែបងភាគាត់ត្រឡប់មកវិញទេប៉ុន្តែគាត់ឆ្ងល់ថាអញ្ចេះម៉ែបងភាគាត់មកវិញលឿនម៉េះព្រោះគាត់ទើបតែចេញទៅមិញហ្នឹងអញ្ចឹងហើយបងវុតគាត់ក៏បើកភ្នែកមើលប៉ុន្តែនៅពេលដែលបងវុតគាត់បើកភ្នែកមើលហ្នឹងពេលហ្នឹងអ្នកទាំងអស់គ្នាដឹងថាបងវុតគាត់បានឃើញអីអត់គឺគាត់បានឃើញមនុស្សស្រីម្នាក់កំពុងតែឈរនៅក្បែរបងភាហើយមើលទៅមនុស្សស្រីម្នាក់ហ្នឹងណាមិនជាម៉ែបងភាទេអ្នកទាំងអស់គ្នាគឺនាងគឺជាវិញ្ញាណរបស់ស្រីលក្ខនឹងឯងពេលហ្នឹងបងវុតគាត់ថាគាត់ឃើញដោយសារតែនៅក្បែរក្រែបងភាហ្នឹងគឺមានដុតចង្គៀងហើយដឹងស្រាប់ហើយចង្គៀងវាមិនមែនទៅភ្លឺអីខ្លាំងវាភ្លឺតិចតិចអញ្ចឹងណាប៉ុន្តែបងវុតគាត់ប្រកាសថាមនុស្សស្រីដែលគាត់បានឃើញហ្នឹងនាងគឺជាស្រីលក្ខច្បាស់មែនទែនអ្នកទាំងអស់គ្នាព្រោះបងវុតគាត់ធ្លាប់ឃើញស្រីលក្ខដែររឿងអីគាត់ចំណាំរូបរាងនាងអត់បានអញ្ចឹងនៅពេលដែលបងវុតគាត់បានឃើញស្រីលក្ខហ្នឹងអញ្ចឹងពេលនោះគាត់ថាគាត់ភ័យមែនទែនប៉ុន្តែគាត់អត់ហ៊ានធ្វើអីទេគឺគាត់ខំសង្ងំធ្វើដូចអត់ដឹងអញ្ចឹងណាចំណែកឯវិញ្ញាណស្រីលក្ខហ្នឹងវិញក៏នាងអត់មានធ្វើអីបងភាដែរអ្នកទាំងអស់គ្នាគឺនាងគ្រាន់តែឈរមើលបងភាធម្មតាទេបន្ទាប់ពីស្រីលក្ខនាងឈរមើលបងភាបានមកសទុះប្រហែលជា10នាទីស្រាប់តែម៉ែបងភានោះក៏បានត្រឡប់មកវិញហើយពេលនោះបងវុតគ្រាន់តែឃើញម៉ែបងភាត្រឡប់មកវិញភ្លាមគាត់ក៏ស្ទុះក្រោកឡើងលឿនរួចហើយក៏ប្រាប់ម៉ែបងភាថាអ៊ំខ្ញុំទៅដេកផ្ទះខ្ញុំវិញហើយអ៊ំរួចហើយគាត់ក៏រត់មកផ្ទះរបស់គាត់វិញមកដោយគាត់អត់មានបានប្រាប់រឿងរ៉ាវដែលគាត់បានឃើញនឹងប្រាប់ទៅម៉ែបងភាទេដល់ទៅពេលព្រឹកឡើងនេះបងវុតគាត់ក៏បានមកមើលបងភាម្ដងទៀតហើយគាត់ក៏បាននិយាយប្រាប់បងភាថាអាភាជុំមិញឯងមានឃើញអីអត់ណាពេលនោះបងភាគាត់ក៏បានឆ្លើយមកវិញថាឃើញអីគេអញអត់មានឃើញអីផងហ្នឹងយប់មិញអញដាក់សរោមហើយអញដេកលក់គ្មានដឹងអីទេអញ្ចឹងទៅពេលហ្នឹងបងវុតគាត់ក៏បានប្រាប់ទៅបងភាថាយប់មិញអញបានឃើញវិញ្ញាណស្រីលក្ខមកឈរក្បែរឯងហើយមើលទៅមុខរបស់នាងណាគឺថាគួរឲ្យអាណិតមែនតើហើយគាត់ក៏បាននិយាយទៀតថាពេលឯងជាហើយឯងទៅវត្តធ្វើបុណ្យឧទ្ទិសកុសលឲ្យនាងផងវើយមើលទៅនាងដូចជាអត់ដាច់អាឡ័យជាមួយឯងសោះអញ្ចឹងនៅពេលដែលបងភាគាត់ស្ដាប់បងវុតប្រាប់អញ្ចឹងហើយគាត់ក៏ឆ្លើយថាចាំមើលអញជាចាំអញទៅធ្វើបុណ្យឲ្យនាងហើយបន្ទាប់ពីនឹងមកនៅពេលដែលបងភាគាត់ជាគាត់ក៏ទៅវត្តថ្ងៃសិលរួចហើយក៏ធ្វើបុណ្យឧទ្ទិសកុសលឲ្យទៅសិលៈដើម្បីឲ្យនាងទៅរកចាប់កំណើតថ្មីអីអញ្ចឹងទៅនឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងពេញរបស់បងវុតគឺមានតែប៉ុណ្្នឹងឯងជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលើសលួសមិនសមរម្យក៏សូមអភ័យទោសពីសំណាក់អ្នកស្ដាប់ទាំងអស់គ្នាផងមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាគឺជាអ្នកថ្មីហើយចូលចិត្តការដំណើររបស់ admin ក៏សូមជួយចុច like ក៏ដូចជាចុចជាវនិង subscribe channel admin ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូរឿងរ៉ាវខ្មោចលងរន្ធត់ជាបន្តទៀតអញ្ចឹងនៅក្នុងខណៈពេលនេះដែរ admin សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត